បាទជំរាបសួរអ្នកទាំងអស់គ្នាហើយនេះខ្ញុំកំពុងទៅនៅក្នុងសិក្ខាសាលាស្ដីអំពីការស្វែងយល់អំពីបញ្ហាសុខភាពផ្លូវចិត្តហើយបាទខ្ញុំអរគុណព្រះអង្គថ្ងៃនេះយើងមកកន្លែងរៀននៅក្នុងព្រះវិហារក្រុមជំនុំជីវិតថ្មីឈូវ៉ាហ្នឹងហើយឥឡូវម៉ោងសម្រាប់ហើយខ្ញុំបានមកចូលរួមមានឱកាសចូលរួមស្វែងយល់ថែមទៀតអំពីការសុខភាពផ្លូវចិត្តគាត់ប្រាប់ថាសុខភាពផ្លូវចិត្តនេះមិនថាយើងជាអ្នកណាមានតំណែងអីយើងតែជួបផ្ទះហើយបាទនោះលោកគ្រូគាត់អង្គុយនៅទីនោះហើយខ្ញុំអត់ទាន់បានសុំការអនុញ្ញាតពីគាត់ដើម្បីចែករំលែកអំពីមេរៀនដែលគាត់ទទួលបាននៅថ្ងៃនេះប៉ុន្តែវាសិស្សតែជាអ្វីដែលសំខាន់ដែលយើងបានស្វែងយល់រៀនសូត្រអំពីការសុខុមាលភាពឥឡូវខ្ញុំមានឱកាសជួបជាមួយនឹងលោកគ្រូជំរាបសួរលោកគ្រូបាទជំរាបសួរលោកគ្រូនេះបាទលោកគ្រូនៅលោកគ្រូថ្ងៃនេះតើនៅក្នុងសិក្ខាសាលាស្ដីពីសុខុមាលភាពផ្លូវចិត្តលោកគ្រូទទួលបានឯខ្លះដែរលោកគ្រូបាទខ្ញុំទទួលបានច្រើននៅមេរៀនថ្ងៃនេះជាមួយអ្នកគ្រូធាដែលគាត់បានបង្រៀនអំពីសុខុមាលភាពផ្លូវចិត្តបាទដែលកើតឡើងនៅក្នុងសហគមន៍ក៏ដូចជាក្រុមជំនុំហើយនិងសាលារៀនផងដែរអីគេដែលប៉ះចិត្តលោកគ្រូខ្លាំងជាងគេនៅសិក្ខាសាលាស្ដីអំពីសុខុមាលភាពផ្លូវចិត្តនេះគឺមេរៀនតាក់ទងទៅនឹងការស្វែងយល់អំពីការប៉ះទង្គិចផ្លូវចិត្តតែយើងឃើញថាមនុស្សដែលរស់នៅក្នុងសហគមន៍យើងពេលខ្លះយើងអត់ដឹងថាតើគាត់ប៉ះទង្គិចផ្លូវចិត្តតាមបែបណាចុះលោកគ្រូបើសិនមកលោកគ្រូអាចនិយាយទៅកាន់បងប្អូនយើងដែលគាត់កំពុងតែមើលហើយប្រហែលជាលោកគាត់ចង់ដឹងចំណុចខ្លះឬក៏បងប្អូនយើងណាដែលគាត់ឆ្លងកាត់បញ្ហាខ្លះនៃផ្លូវចិត្តលោកគ្រូមានអីលើកទឹកចិត្តពួកគាត់បាទខ្ញុំលើកទឹកចិត្តឲ្យគាត់បានស្វែងយល់បន្ថែមអំពីបញ្ហាសុខុមាលភាពផ្លូវចិត្តខ្ញុំគិតថាបញ្ហាសុខុមាលភាពផ្លូវចិត្តគឺជាបញ្ហាដ៏សំខាន់នៅក្នុងសង្គមកម្ពុជាហើយតាមរយៈមេរៀនខ្ញុំបានឃើញអំពីអត្ថបទមួយដែលការស្រាវជ្រាវរបស់អ្នកគ្រូតែគាត់ដកស្រង់ចេញពីអង្គការសហជីវជាតិបាទប្រាប់ថាកម្ពុជាយើងមានបញ្ហាសុខុមាលភាពផ្លូវចិត្តរហូតដល់ 40% ដូច្នេះការដែលយើងស្វែងយល់អំពីបញ្ហាសុខុមាលភាពផ្លូវចិត្តគឺសំខាន់មែនទែនដើម្បីយើងជួយដល់គ្រួសារសហគមន៍ក៏ដូចជាកូនរបស់យើងអរគុណច្រើនលោកគ្រូសំពងប្រទានអរគុណសម្រាប់បានរៀបចំបងសុខេងគាត់បានរៀបចំនៅសិក្ខាសាលាមួយដ៏អស្ចារ្យស្វែងយល់អំពីសុខុមាលភាពផ្លូវចិត្តបាទហើយសូមអរគុណបងដែលបានជួយរៀបចំមើលបងសូមជួយលើកទឹកចិត្តបងប្អូនយើងខ្លះមកអំពីសុខុមាលភាពផ្លូវចិត្តតើវាសំខាន់យ៉ាងម៉េចខ្លះបងសំខាន់ដោយសារសុខុមាលភាពផ្លូវចិត្តវាជួយផ្នែកគ្រប់ផ្នែកទាំងអស់ក្នុងជីវិតរបស់យើងទាំងរូបកាយទាំងសតិអារម្មណ៍បាទហ្នឹងហើយដោយសារបញ្ហាផ្លូវចិត្តជាបញ្ហាទូទៅថាចាស់ឬក្មេងហ្នឹងហើយក្រុមជំនុំអ្នកដែលអត់ជឿក៏មានបញ្ហាផ្លូវចិត្តដែរបាទហើយបញ្ហាផ្លូវចិត្តនេះជាច្រើនកើតច្រើននៅសង្គមយើងរហូតដល់ប្រហែលជាបើតាមទិន្នន័យប្រហែលជា2លាននាក់ប៉ុន្តែអ្នកដែលអាចទទួលបានប្រឹក្សាការព្យាបាលមានចំនួនតិចមានត្រឹម4ឬ5%ប៉ុណ្ណឹងអញ្ចឹងវាទំហំនៃបញ្ហាហ្នឹងគឺវាធំដែរសូមថែរក្សាសុខភាពផ្លូវចិត្តបានលោកបងប្អូនទាំងអស់គ្នាបាទអាមែនប៉ុន្តែវាមានបញ្ហាបាទ